នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានស្នើសុំឲ្យសហរដ្ឋអាមេរិកគួរតែបើកការវិលុកទៅលើប្រទេសអ៊ីរ៉ង់តាមជើងគោកមួយមុខទៀតថ្លែងនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី19ខែមីនាឆ្នាំ2026លោក Netanyahu បាននិយាយថាការផ្លាស់ប្ដូររបបដឹកនាំរបស់រដ្ឋាភិបាលអ៊ីរ៉ង់មិនអាចពឹងផ្អែកតែលើការវិប្រហារតាមផ្លូវអាកាសតែមួយមុខនោះទេពោលគឺការវិលុកតាមជើងគោកក៏ជាកត្តាសំខាន់ផងដែរការស្នើសុំរបស់លោក Netanyahu កើតមានឡើងបន្ទាប់ពីលោកមើលឃើញថាប្រតិបត្តិការវិប្រហារតាមអាកាសរួមគ្នារវាងអាមេរិកនិងអ៊ីស្រាអែលបានសម្រេចជោគជ័យជាដុំកំភួនរួចទៅហើយបើតាម The Times of Israel ការវិប្រហារតាមផ្លូវអាកាសរវាងអាមេរិកនិងអ៊ីស្រាអែលបានកំទេចកងទ័ពជើងទឹកកងទ័ពជើងអាកាសបំផ្លាញកម្មវិធីនុយក្លេអ៊ែរប្រព័ន្ធខាលពារដានអាកាសនិងមីស៊ីលផ្លោងរបស់ទីក្រុងតេហេរ៉ង់ផងដែរអ្នកនាំពាក្យសេតាវិមានលោកស្រី Olivia Wells ក៏បានបញ្ជាក់ផងដែរថាយោធាអាមេរិកនិងអ៊ីស្រាអែលក៏បានសម្រេចគោលដៅវិប្រហាររបស់អ៊ីរ៉ង់ជាង 7,000 កន្លែងនិងបានបំផ្លាញនាវាកងទ័ពជើងទឹកអ៊ីរ៉ង់ជាង100គ្រឿងការវិប្រហារនោះទៀតសោតក៏បានសម្លាប់មនុស្សប្រហែលជា 1,300 នាក់រួមទាំងមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei ផងដែរបើទោះបីជាកំពុងជោគជ័យបែបនេះក្តីក៏ប៉ុន្តែលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានបដិសេធមិនបញ្ជូនកងទ័ពជើងគោកទៅកាន់មជ្ឈិមបូព៌ាក្នុងអំឡុងពេលមានសង្គ្រាមជាមួយអ៊ីរ៉ង់នោះទេក៏ប៉ុន្តែលោកក៏មិនបានច្រានចោលជំរឿមួយនេះទាំងស្រុងនោះដែរចំនួនបច្ចុប្បន្នរវាងអាមេរិកនិងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់កំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងទៅលើតំបន់និងពិភពលោកការវិប្រហារនិងការសងសឹករវាងភាគីទាំងពីរបានរំខានដល់ការផ្គត់ផ្គង់ថាមពលជំរុញឲ្យតម្លៃប្រេងឡើងថ្លៃយ៉ាងគំហុកនិងបណ្ដាឲ្យទីផ្សារអន្តរជាតិប្រែប្រួលផងដែរជាមួយគ្នានេះលោក Trump ថែមទាំងបានស្នើសុំឲ្យអ៊ីស្រាអែលគុំកំណត់គោលដៅវិប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់ដើម្បីបញ្ជាកុំឲ្យកើតមានវិបត្តិថាមពលពិភពលោកកាន់តែធ្ងន់ធ្ងរបើតាម RT ចាប់តាំងពីភ្លើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាផ្ទុះឡើងមកតម្លៃប្រេងបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានគឺក្នុងតម្លៃជិត$120នៅក្នុងមួយធុងបារ៉ែល